សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយទៀតហើយថ្ងៃនេះដែរគឺថតអំពីសកម្មភាពទៅចំការបងប្អូនទៅបេកឆាយឥឡូវចង់ដឹងថាតើគេដាំដំណាំកញ្ឆាយយ៉ាងម៉េចហើយកញ្ឆាយនោះគេបេះរបៀបម៉េចឥឡូវតាមដានទស្សនាវីដេអូទាំងអស់គ្នាបានរដូវនេះគឺជារដូវវស្សាអញ្ចឹងរុក្ខជាតិឬក៏ដំណាំទាំងអស់ហ្នឹងគឺមានសភាពពណ៌បៃតងខៀវខ្ចីតែម្ដងហើយនេះចំការមានខាងស្រុកហ្នឹងគឺវិជាគេដាំមានហើយនឹងកញ្ឆាយបងប្អូននេះឥឡូវយើងត្រូវការឆ្លងទឹកហើយឆ្លងទឹកនេះគឺយើងជីកទូកទៅបងប្អូនព្រោះទឹកវាជ្រៅឃើញអញ្ចឹងទៅជ្រៅបងប្អូនណាឥឡូវប្រពន្ធខ្ញុំគាត់កំពុងរៀបចំទូកទឹកឡើងឡើងដល់លើនេះណាទឹកឡើងខ្លាំងណាបាទឥឡូវយើងកំពុងតែរៀបចំបាចទឹកចេញពីទូកសិនទើបអាចជីកកើតអូទឹកទូកវាជ្រាបទឹកតែវាជ្រាបច្រើនវាជ្រាបតិចឥឡូវចេញទៅបងប្អូនអើយសិតតែចកឃើញអញ្ចឹងបងប្អូនទឹកជ្រៅណាជ្រៅខ្លាំងទឹកហ្នឹងលិចក្បាលមនុស្សឡើងប្រហែលតទឹកហ្នឹងពីមុនកន្លែងហ្នឹងផ្លូវម៉ូតូផ្លូវអីយើងជិះទៅចំការហើយសិតតែចំការគេបាទណាតែទឹកវាលិចដោយសារវានៅជិតទន្លេហើយទឹកវាហូរចូលពីទន្លេមកចូលមកកន្លែងហ្នឹងខណៈតែទឹកទន្លេឡើងកន្លែងហ្នឹងក៏ឡើងដែរដោយសារបន្លាអ៊ុយយ៉ាណាបន្លាហ្នឹងខ្ពស់ណាចុងវាខ្ពស់ណាហើយទឹកលិចចូលណាហើយត្រីក៏សម្បូរដែរមកត្រីធំៗមកបងប្អូនអើយសុំទោសបងប្អូនស្អកកហើយចិត្តទៅដល់កន្លែងដែលបបាក់ចែបងប្អូនដោយសារចកនេះកន្លែងនេះចកច្រើនមែនទែនអានេះវីដេអូខ្ញុំថតប្រហែលជាមួយសប្តាហ៍មុនតែមកដល់ពេលនេះគឺកន្លែងហ្នឹងគឺលិចអស់បងប្អូនលិចឡើងស្មើតេងហ្មងហើយនេះគឺដាក់ត្រីដាក់អីណាសបោត្រីត្រីធំដល់ពេលរិញវិញពេលទឹករិញអស់ត្រីផ្ទក់ឡើងប៉ុនកពួននៅកពួនជើងបងប្អូនអើយច្រើនណាស់ហើយឥឡូវយើងចិត្តទៅដល់ចំការហើយក្រោយពីចែវទូកមួយសន្ទុះមកនៅផុតពីអាចការហ្នឹងទៅមុខទៀតគឺទន្លេបងប្អូនទន្លេព័ទ្ធជុំវិញហ្មងហើយឥឡូវអានៅកន្លែងកដាលនេះហ្នឹងគឺទឹកហើយនឹងដីគោកកាលពីខែប្រាំងគឺអត់មានទឹកទេគឺជាកន្លែងដែលប្រជាពលរដ្ឋគាត់ធ្វើចការធ្វើអីចឹងណាខ្ញុំសើពុនខ្ញុំចែវអត់មានឈប់បងប្អូនអើយចែវជាប់រហូតហ្មងគាត់អត់មានឈប់ទេណាទោះបីហត់ក៏អត់ឈប់ដែរហើយខ្ញុំអត់បានជួយចែវគាត់ដោយសារជាប់ថតបងប្អូនថតឲ្យបងប្អូនមើលឥឡូវមកដល់ហើយដល់ពេលយើងមកដល់ចឹងយើងបុកឲ្យខ្លាំងបងប្អូនប្រឹងចែវឲ្យខ្លាំងដើម្បីឲ្យទូកវាកល់ដីដល់ពេលចឹងទៅស្រួលយើងទុកនៅនឹងឲ្យអត់ដែបទៅវិញអញ្ចឹងណាហើយនេះចំកាបេះការកញ្ឆាយឥឡូវយើងកំពុងតែរៀបចំបេះឆាយហើយបេះផ្កាឥឡូវបងប្អូនជាមួយគេបេះមិនទំហំបាន1គីឡូមានស្រួលបងប្អូនណាផ្កាដាក់ឃើញទេបេះមួយវាស្លឹកច្រូតលឿនទៅបើថាផ្កាវិញណាបេះមួយបងប្អូនណាមកបាន1គីឡូហើយណាផ្កាថោកប៉ុន្តែទៅលក់ក្នុងផ្សារថ្លៃយ៉ាងចេញពីនេះទៅថោកទេតែប៉ុន្តែដល់ឈ្មោះកដាលហើយឈ្មោះកដាលយកទៅលក់បោះដុំឲ្យតាមផ្សារតាមអីទៀតហើយយើងអ្នកទិញទៅវាថ្លៃគុណនឹង2គុណនឹង3អញ្ចឹងណាហើយអ្នកស្រុកនេះពីច្រើនគេដាំអណឲ្យសល់ដីទេបងប្អូនដូចថាឥឡូវនៅលើទំនប់អញ្ចឹងទៅគេដាំដាក់ជីអញ្ចឹងទៅមានជីមានអីអញ្ចឹងទៅជីយើងជីជ្រក់ជីអីអញ្ចឹងណាខ្លះគេដាក់លហុងដាក់អីអញ្ចឹងទៅនេះជីនេះហើយដាក់ចេកដាក់អីអញ្ចឹងទៅដាក់